កំពុងតែស៊ីស្បៃក្តោបយ៉ាងឈួតលីលាស្រាប់តែថ្នាំបាញ់ក៏បានបាញ់កាត់ទៅគេក៏បានស៊ីស្លឹកស្បៃដែលមានថ្នាំនោះថ្នាំក៏មានប្រសិទ្ធភាពភ្លាមធ្វើឲ្យឈឺពោះទ្រាំលែងបានភ្លាមនោះគេក៏ធ្លាក់ចុះពីស្លឹកស្បៃតែម្ដងគេក៏ចាប់កាន់ពោះញ័រត្រូវគេក៏មកដល់មន្ទីរពេទ្យដែលនៅជិតបំផុតតែពេលងើយមើលវាជាមន្ទីរពេទ្យសម្រាប់សត្វល្អិតល្អចំណែកឯខ្លួនគេជាសត្វល្អិតចង្រៃចូលពេទ្យនេះមិនដូចជាទៅរកស្លាប់ខ្លួនឯងទេតែពួកគេជឿខ្លាំងពេកទៅហើយស្រាប់តែក៏នឹកឃើញគំនិតគេក៏យកស្លឹកឈើស្ងួតមួយផ្ទាំងរំបិទខ្លួនបន្លំខ្លួនបិទបាំងអត្តសញ្ញាណពិតរបស់គេប្រម៉ែប្រមូលកម្លាំងចិត្តដើរចូលទៅមន្ទីរពេទ្យសត្វល្អិតល្អត្រកូលអីខ្ញុំត្រកូលឈ្មោះអីដែរឈ្មោះប៉ៅអូយតើអ្នកបានញ៉ាំអ្វីញ៉ាំស្បៃអត់ទេញ៉ាំស្លឹកមិនច្រើនណាស់ញ៉ាំច្រើនពេករហូតឈឺពោះឃើញគេលួចលាក់និយាយយកអរអូទៀតវិជ្ជាបណ្ឌិតចាប់ប្រៃឲ្យគិលានុបដ្ឋាយិកាលេបរៀបចំឲ្យនាងឆៃឈីងឆុងក្រោយពេលសម្រាប់ពេទ្យលេបថ្នាំចាក់ថ្នាំរួចត្រូវយកលាមកទៅពិនិត្យក្នុងពេលជាមួយគ្នាត្រូវតាមដានគ្រប់សកម្មភាពរបស់នាងឲ្យបានល្អិតល្អន់គិលានុបដ្ឋាយិកាលេបក៏រុញនាងឆៃឈីងឆុងចូលបន្ទប់អ្នកជំងឺភ្លាមពេលជួបនឹងសត្វល្អិតប្លែកពេញបន្ទប់នាងឆៃឈីងឆុងលាក់ខ្លួនក្រោមភួយមិនហ៊ានលេងមុខចេញមកតែម្ដងត្រង់នេះសូមជូនពរឲ្យសម្រេចគ្រប់បំណងសូមឲ្យខ្លួនខ្ញុំនៅឆ្នាំ2025ជួបតែរឿងល្អនិងរកស៊ីមានបានច្រើនកង្កែបលោតឡើងលើគ្រែរបស់សត្វមេអំបៅសួរនាងឆៃឈីងឆុងថាជឿអ្វីខ្ញុំជឿពោះណាស់អូដូច្នេះសោះពីពេលនេះទៅញ៉ាំអីត្រូវតែប្រយ័ត្នឲ្យមែនទែនកង្កែបក៏ណែនាំមិត្តរួមជំងឺម្នាក់ម្ដងកូនមេអំបៅធ្វេសប្រហែលក៏កើតជំងឺផ្ដាសាយកូនខ្មុំអានសៀវភៅច្រើនពេករហូតឈឺភ្នែកខ្ញុំឈ្មោះកូនកង្កែបធ្លាប់ញ៉ាំដង្កូវបៃតងច្រើនពេកហាមពោះហើយពិបាករំលាយអាហារក្នុងបន្ទប់អ្នកជំងឺបែរជាមានសត្វកង្កែបដែលជាស្ត្រីធម្មជាតិរបស់វាទៅវិញនាងឆៃឈីងឆុងភ័យខ្លាចក៏ប្រញាប់ទាញវាំងមិនបិទលាក់ខ្លួនក្រោមភួយញ័រត្រឹកមួយយប់បានកន្លងផុតទៅយ៉ាងលឿនមួយផ្លែក៏ដល់ព្រឹកថ្ងៃបន្ទាប់ក្នុងមន្ទីរពេទ្យមានភាពអ៊ូអរណាស់វិជ្ជាបណ្ឌិតសត្វចាប់ពូកយ៉ាងមិនប្រញាប់កំពុងហាត់តៃជីយ៉ាងលំហែការត្រាយចាក់ចម្រៀងអ្នកជំងឺក៏រងតាមចង្វាក់ដោយហាត់ប្រាណពេលព្រឹកឈុតទី8ដើម្បីបន្ធូរអារម្មណ៍រាងកាយរឹងចំណែកឯដង្កូវគីវិញលាក់ខ្លួនលើគ្រែពេទ្យមិនហ៊ានចេញមុខតតែសោះពេលនោះអ្នកជំនាញអាហារូបត្ថម្ភសត្វប្រយងក៏មកដល់ឲ្យគ្រប់គ្នានិយាយពីអាហារពេលព្រឹកថ្ងៃនេះមកខ្ញុំញ៉ាំទឹកលំអងផ្កាខ្ញុំញ៉ាំមូសចុះអ្នកវិញខ្ញុំញ៉ាំរុយហើយដង្កូវខៀវពីរទៀតបន្ទាប់មកសត្វប្រយងក៏ដើរទៅជិតគ្រែអ្នកជំងឺដង្កូវខៀវអ្នកមកថ្មីតើអ្នកចង់ញ៉ាំអីសម្រាប់អាហារពេលព្រឹករុយមូសដង្កូវជៀមពួកយើងមានទាំងអស់ពេលដង្កូវខៀវលឺដូច្នោះក៏ប្រញាប់អង្រួនក្បាលបដិសេធខ្ញុំមិនញ៉ាំរបស់ទាំងនេះទេខ្ញុំចង់ញ៉ាំបន្លែតើឯងចង់ញ៉ាំដង្កូវខៀវមែនទេដោយមើលទៅនិមិត្តសញ្ញាមន្ទីរពេទ្យធំនៅលើទ្រូងសត្វប្រយង4ពាក្យធំសាយឈីងឆុងស្រាប់តែភ័យឡើងញ័រដាំទ្រូងលែងគិតដល់រឿងញ៉ាំបាយទៀតហើយភ័យពេកក៏លាក់ខ្លួនក្នុងភួយភ្លាមទៅអ្នកជំងឺនេះចម្លែកមែនតើគាត់មានរឿងអីទៅអាមួយនេះដើរលុបខ្ញុំនឹងប្រាប់កង្កែបខ្ញុំទៅប្រាប់ស្លឹកតូចឃើញថាអត្តសញ្ញាណរបស់គេចិត្តបែកធ្លាយហើយសាយឈីងឆុងលែងហ៊ាននៅទៀតហើយពាក់សម្លៀកបំពាក់បន្លំខ្លួនអ្នកប្រមាញ់បានលបលួចរត់គេចខ្លួនចេញពីមន្ទីរពេទ្យទី1កង្កែបបានទទួលដំណឹងក៏ប្រញាប់នាំសត្វនាគទឹកនិងឃ្មុំមកជួបលោកពេទ្យពេកឡុកលោកពេទ្យគេជាទៅមានរឿងអីស្ដាប់ខ្ញុំនិយាយខ្ញុំគិតថាគេមិនមែនជាមនុស្សល្អទេលោកពេទ្យពេកឡុកក៏មានការរកឃើញផងដែរបើពួកឯងមកមើលក្រោមមីក្រូទស្សន៍នឹងដឹងហើយអ្វីដែលគេញ៉ាំមិនមែនជាស្លឹកមិនទេតែជាស្បៃក្តោបទៅវិញទេគាត់ជាអ្នកដែលស៊ីតែបន្លែបៃតងសាយឈីងឆុងដោយសារបានស៊ីថ្នាំសម្លាប់សត្វល្អិតត្រូវថ្នាំពោលទៅលួចចូលមន្ទីរពេទ្យយើងកុំបង្អែបង្អង់យូរមិនអាចឲ្យគេរត់រួចទេតែពេលលោកគ្រូពេទ្យចាប់ពូកទាញយ៉ាងនឹងលើកភួយមើលស្រមោលដង្កូវគីវឆៃក៏គ្មានដែរលោកគ្រូពេទ្យចាប់ពូករស់រាន់ប្រកាសអាសន្នតាមឧបករណ៍បំពងសម្លេងសត្វដង្កូវគីវឆៃដែលលួចចូលមន្ទីរពេទ្យបានរត់គេចខ្លួនបាត់ហើយវាមានកម្ពស់2សង់ទីម៉ែត្រកន្លះនៅលើក្បាលវាមានក្រមាការ៉េពណ៌លឿងស្លៀកពាក់អាវធំពណ៌ត្នោតសូមអ្នកទាំងអស់គ្នាជួយរកវាឲ្យបានឆាប់តែខាតកុំឲ្យវាគេចខ្លួនបាត់ទៅពេលលើការប្រកាសនោះពួកដង្កូវបៃតងក៏ប្រញាប់ចេញទៅរកភ្លាមសត្វដង្កូវគីវឆៃក៏ងាកក្បាលគិតភ្លាមនឹកឃើញល្បិចដ៏ឆ្លាតមួយគឺមានសង្កត់ដីវាក៏ប្រញាប់ទៅដល់ចំការស្បៃក្តោបម្ដងទៀតក៏ចាប់ផ្ដើមខំស៊ីស្លឹកស្បៃក្តោបខ្ចីយ៉ាងឆ្ងាញ់ពេលវាស៊ីឆ្អែតហើយវាក៏ប្រញាប់លូនចូលទៅក្រោមស្លឹកស្បៃបញ្ចេញសរសៃសូត្រលាក់ខ្លួននៅក្នុងសម្បកដង្កូវពួកដង្កូវបៃតងដេញតាមដល់ចំការស្បៃក្តោបភ្លាមនោះក៏ប្រទះឃើញសម្លៀកបំពាក់របស់ឆៃឈីងឆុងនៅលើដីតែឆៃឈីងឆុងរត់ទៅដល់ណាទៅហើយស្រាប់តែលោកគ្រូពេទ្យសត្វចាស់ព្រៃងើបមកឡើងមើលអូនេះហើយជាឆៃឈីងឆុងដែលបានប្រែក្លាយដែលយើងកំពុងរកភ្លាមនោះកង្កែបក៏ស្ទុះទៅចាប់គេលោកគ្រូពេទ្យសត្វចាស់ព្រៃនិយាយថាកុំប្រញាប់យើងចាំបន្តិចទៀតសិនយើងទាំងអស់គ្នាផ្លាស់ប្ដូរគ្នាយាងទៅមើលថាតើគេនៅមានល្បិចអ្វីទៀតចេញទៅក៏ផ្លាស់ប្ដូរគ្នាឈរជើងរងចាំហើយរងចាំទៀតមួយប៉ព្រិចភ្នែកពេល10ថ្ងៃក៏កន្លងផុតទៅទីបំផុតដងស្វាយនោះក៏ចាប់ដើមមានចលនាពីផ្នែកខាងលើក៏ប្រេះចេញជារន្ធមួយតែអ្វីដែលលូនចេញមកមិនមែនជាឆៃឈីងឆុងទេតែជាមេអំបៅដ៏ស្រស់ស្អាតមួយក្បាលទៅវិញសត្វមេមត់ដែលអង្គុយយាមនៅក្បែរនោះស្រឡាំងទាំងអស់តើនេះជាស្ថានភាពបែបណាទៅសួស្ដីកុំរើអ្នកហាក់ដូចជាឆៃឈីងឆុងអេអ្នកច្រឡំហើយមើលទៅខ្ញុំជាមេអំបៅតូចស្អាតមួយក្បាលតែសត្វមេមត់មិនព្រមចាញ់បោកទេវានៅតែទូចថាគេគឺឆៃឈីងឆុងដែលបានប្រែរូបឆៃឈីងឆុងក៏ចាប់ផ្ដើមភ័យបន្តិចហើយមិនក៏អីចឹងទៅកើតដង្កូវនាងគឺដង្កូវនាងខ្ញុំគឺខ្ញុំដង្កូវនាងស៊ីស្លឹកបន្លែឯខ្ញុំផឹកទឹកផ្កាមើលឯងហេតុអីក៏ឯងយកខ្ញុំស្អាតបែបនេះមកជាប់ជាមួយដង្កូវនាងឆៃទៅវិញឃើញវាហ៊ាននឹងហោះទៅហើយ
សត្វកណ្ដុកក៏ប្រញាប់ខត់ថាឯងកុំទៅរងចាំលោកគ្រូពេទ្យចាប់ព្រៃមកសិនចាំនិយាយអូបងកណ្ដុកអើយបើបងមិនជឿខ្ញុំទេថ្ងៃស្អែកខ្ញុំនឹងបេះទឹកផ្កាពេញកញ្ឆេឲ្យបងផ្លាក់ពេលនោះបងនឹងដឹងថាខ្ញុំជានរណាឲ្យខ្ញុំទៅចុះមើលទៅមុខមេអំបៅនេះវាមិនដូចដង្កូវនាងឆៃបេះបិទទេកុំកុហកខ្ញុំទៀតអញប្រកាសជាដង្កូវនាងឆៃដែលប្រែរូបនោះហើយដង្កូវនាងឆៃដឹងថាមានរឿងមិនល្អហើយក៏ហោះឡើងទៅលើអាកាសដើម្បីរត់គេចខ្លួនទៅតែសំណាងល្អលោកគ្រូពេទ្យចាប់ព្រៃក៏បាននាំហ្វូងសត្វល្អិតមកដល់ទាន់ពេលឥឡូវឯងខ្លាចជាមេអំបៅហើយមិនស៊ីបន្លែទេតែឯងហ៊ាននឹងទៅពងហើយញ៉ែដង្កូវរាប់រយពាន់ក្បាលហើយបំផ្លាញបន្លែដូចឯងធ្លាប់ធ្វើពីមុនអីចឹងដង្កូវឃើញអត្តសញ្ញាណខ្លួនបែកធ្លាយក៏ហោះទៅលើអាកាសរត់គេចខ្លួនយ៉ាងប្រញាប់ពួកដង្កូវទាំងអស់ក៏ចេញប្រតិបត្តិការចាប់ដង្កូវភ័យខ្លាចយ៉ាងខ្លាំងហោះប៉ោពេញដូចរុយឥតក្បាលតែបែរជាហោះបុកសំណាញ់ពីងពីងដោយចៃដន្យឲ្យទៅវិញខ្លួនរបស់វាក៏ត្រូវជាប់ស្អិតណែនណាន់តាន់តាប់ទីបំផុតក៏ខ្លាចជាអាហារឆ្ងាញ់របស់ពីងពីងទៅដង្កូវដែលគួរឲ្យស្អប់ខ្ពើមទីបំផុតក៏ត្រូវកម្ចាត់បានគ្រប់គ្នាក៏សើចលាន់មាត់យ៉ាងសប្បាយរីករាយពួកឯងមើលសត្វល្អិតចង្រៃបន្លំខ្លួនគួរឲ្យស្រឡាញ់ប៉ុណ្ណាពួកយើងកុំចាញ់បបវាឲ្យសោះណា